រដ្ឋាភិបាលផ្ដល់គោលការណ៍លើកទឹកចិត្តពិសេសដល់គម្រោងវិនិយោគនិងធុរកិច្ចនៅខេត្តព្រះសីហនុកើនដល់ចំនួន392គម្រោងក្រោមទុនវិនិយោគប្រមាណ7.8 ប៊ីលានដុល្លារសហរដ្ឋអាមេរិកគិតចាប់ពីឆ្នាំ2024រហូតដល់ខែកញ្ញាឆ្នាំ2025ក្រុមការងារជំរុញវិនិយោគក្នុងខេត្តព្រះសីហនុបានសម្រេចជាគោលការណ៍ផ្ដល់ការលើកទឹកចិត្តដល់គម្រោងចំនួន392គម្រោងដែលមានទុនវិនិយោគប៉ាន់ស្មានសរុប7,801លានដុល្លារសហរដ្ឋអាមេរិកនិងប៉ាន់ស្មានអាចបង្កើតការងារបាន5,670កន្លែងក្នុងនោះគម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំងមានចំនួន186គម្រោងគម្រោងវិនិយោគថ្មី166គម្រោងគម្រោងពង្រីក25គម្រោងនិងគម្រោងវិនិយោគមានស្រាប់ចំនួន15គម្រោងថ្លែងក្នុងកិច្ចប្រជុំក្រុមការងារដើម្បីពិនិត្យលើការស្នើលើកទឹកចិត្តការអនុគ្រោះការសម្រួលនីតិវិធីនិងការសម្របសម្រួលដោះស្រាយវិវាទរបស់គម្រោងវិនិយោគនិងធុរកិច្ចក្នុងខេត្តព្រះសីហនុកាលពីថ្ងៃទី30ខែកញ្ញាឆ្នាំ2025នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឯកឧត្តមបណ្ឌិតសភាចាហ៊ីនសាហ៊ីបទីប្រឹក្សាសម្ដេចអធិបតីនាយករដ្ឋមន្ត្រីនិងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានជំរុញដល់ក្រុមការងារបន្តពិនិត្យហើយសម្រាប់ជាគោលការណ៍ផ្ដល់នូវការលើកទឹកចិត្តពិសេសដល់គម្រោងនានាដែលបានដាក់ស្នើសុំការលើកទឹកចិត្តនៅក្នុងអង្គប្រជុំខាងលើនេះក៏បានសម្រេចជាគោលការណ៍ផ្ដល់ការលើកទឹកចិត្តការអនុគ្រោះនិងការសម្រួលនីតិវិធីដល់គម្រោងចំនួន17គម្រោងរួមមានគម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំងចំនួន10និងគម្រោងថ្មីចំនួន5និងគម្រោងមានស្រាប់ចំនួន2ដែលមានទុនវិនិយោគប៉ាន់ស្មានសរុបប្រមាណ280លានដុល្លារសហរដ្ឋអាមេរិកនិងប៉ាន់ស្មានអាចបង្កើតការងារបានប្រមាណ2195កន្លែងគម្រោងទាំង17នេះមានជាអាចគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះគម្រោងរោងចក្រកែច្នៃអាលុយមីញ៉ូមគម្រោងបង្កើតរោងចក្រផលិតសម្ភារៈសម្រាប់សត្វចិញ្ចឹមនិងគម្រោងអគារពហុមុខងារនិងគម្រោងសន្តាគារបន្ថែមលើការផ្ដល់គោលការណ៍នេះក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានជួយសម្របសម្រួលផ្ដល់ការលើកទឹកចិត្តជាក់ស្ដែងដែលរួមមានការចុះបញ្ជីសហគ្រាសការលើកលែងពន្ធប្រថាប់ត្រាពន្ធអចលនទ្រព្យពន្ធលើប្រាក់ចំណូលនិងអាករលើតម្លៃបន្ថែមអត្រា 0% ការអនុញ្ញាតនាំចូលសម្ភារៈសំណង់ដោយពន្ធអាករជាបន្ទុករដ្ឋនិងការលើកលែងកម្រៃសេវាសាធារណៈសម្រាប់ការស្នើសុំអាជ្ញាប័ណ្ណនានានិងការចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់